នេះជាទឹកផ្លែបាទពុកម៉ែបងប្អូនគឺស្រាងចុះផ្លែហ្នឹងគឺវាតែងតែបំផ្លាញទៅលើផ្លែរសរបស់យើងហេតុអីបានវាបំផ្លាញដោយសារនៅទីនេះគឺយើងអត់បដោតទៅលើការប្រើប្រាស់ថ្នាំគីមីទេអញ្ចឹងយើងប្រើបានតែធម្មជាតិហ្នឹងគឺជាថ្នាំពីលីកាយើងដឹងហើយថាថ្នាំពីលីកាគឺវាបានតែបណ្ដេញសត្វល្អិតវាមិនអាចកម្ចាត់បានសត្វល្អិត 100% ទេបាទពុកម៉ែគឺវាបានបណ្ដេញបានមួយចំនួនទៅលើសត្វល្អិតផងដែរហើយនៅទីនេះពុកម៉ែឃើញអត់ថាគឺផ្លែតសក់របស់យើងគឺវាមានស្រាងផ្លែច្រើនដោយសារហេតុអីគឺវាមានតកៅផងមានស្រាងផងបាទនេះមួយនេះគឺតកៅចាស់ផ្លែពុកម៉ែឃើញអត់គឺកសិកររបស់យើងគឺគាត់តែងតែជួបតែគាត់ដាំដំណាំតសក់អីឬក៏ដំណាំអីទេគឺតែងតែជួបបើសិនជាកសិករខ្លះគាត់អូខេគាត់ជ្រើសរើសរកបាញ់ថ្នាំគីមីឲ្យឃើញអញ្ចឹងបើសម្រាប់នៅទីនេះវិញគឺយើងភាគច្រើនគឺយើងអត់សូវប្រើទេថ្នាំគីមីភាគច្រើនគឺយើងប្រើប្រាស់បែបធម្មជាតិមិនថាយើងប្រើប្រាស់ថ្នាំធម្មជាតិអីចឹងគឺធ្វើការបណ្ដេញហើយនៅទីនេះពុកម៉ែមកឃើញអត់គឺមានរុយចោះផ្លែដូចមួយនេះបាទគឺមានលួយផ្លែដោយសារហេតុអីគឺមានតកេចោះផ្លែនៅក្នុងនេះអញ្ចឹងវាធ្វើឲ្យដំណាំយើងទៅសក់របស់យើងគឺទិន្នផលគឺធ្លាក់ចុះអញ្ចឹងអត់ទទួលបានទិន្នផលគឺអត់មានតែយើងធ្វើការឬចោលឬក៏ដកចោលបាទពីនេះជាដើមគឺមានតកេចោះផ្លែច្រើនមែនតើហើយនៅទីនេះដោយសារទៅសក់របស់យើងគឺយើងចិត្តក្នុងការដកវាចេញហើយអញ្ចឹងដល់ពេលញ៉ាំភាគច្រើនអត់សូវនេះទេគឺយើងធ្វើឲ្យវានិយាយទៅវាខូចគុណភាពផ្លែបាទបងប្អូននេះភាសាវាមានតកៅមានសត្វល្អិតនៅក្នុងនេះអញ្ចឹងពុកម៉ែបងប្អូនកុំយកវាទៅបរិភោគប៉ុន្តែយើងអាចយកវាកែច្នៃយកទៅធ្វើជីបានឬក៏ជីផ្អាប់ចំពោះអីគឺកាកសំណល់ផ្សេងកាកសំណល់បន្លែយកទៅធ្វើជីកំប៉ុស្តបាទពុកម៉ែបងប្អូនហើយពុកម៉ែបងប្អូនមើលនេះគឺស្ទើរតែមានការឆ្លងច្រើនតែឆ្លងហ្នឹងគឺមានសត្វល្អិតស៊ីមានជំងឺផងបាទដូចនេះសិតតែជំងឺឯបាទពុកម៉ែបងប្អូននេះប៉ុន្តែទោះបីយើងមិនសាច់ជាងអត់មានប្រើគីមីអញ្ចឹងក៏ភាគច្រើនគឺវាតែងតែជួបពួកអញ្ចឹងនេះអូតែធ្វើមិនទេវាជាធម្មជាតិហើយវាតែងតែមានសត្វជួយចូលស៊ីអូហើយវីដេអូចែកម្លែករបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេបាទពុកម៉ែបើសិនជាពុកម៉ែបងប្អូនមានអីជាពិសេសមានអីជាអាចជាមានមតិអីនៅក្នុងវីដេអូនេះអាចជួយតម្លាក់នៅក្នុង comment ថាអូនៅពេលដែលផ្លែតសក់របស់យើងជួបបញ្ហាអញ្ចឹងហើយយើងគួរធ្វើអីពួកខ្ញុំជាអ្នកជាបទពិសោធន៍នៅថ្មីអញ្ចឹងនៅក្មេងខ្ចីយើងហើយតើតើនឹងការដាំដុះដែរក៏ខ្ញុំអត់សូវជាប្រឡូកវាបានច្រើនហើយបទពិសោធន៍ក្នុងការដាំតសក់មួយនេះក៏វាអត់សូវបានច្រើនទេបាទពុកម៉ែបងប្អូនបើសិនជាពុកម៉ែបងប្អូនឬក៏លោកគ្រូអ្នកគ្រូអីគាត់មានចំណេះដឹងឬក៏សិស្សច្បងអីគាត់មានចំណេះដឹងក្នុងការដាំដុះអីហ្នឹងអាចជួយឲ្យចែកម្លែកមកកាន់ខ្ញុំផងដោយសារខ្ញុំជានិស្សិតហើយទើបតែចាប់ផ្ដើមក្នុងការដាំដុះអញ្ចឹងយើងអត់ដឹងថានៅពេលដែលយើងដាំអញ្ចឹងយើងជួបបញ្ហាអីខ្លះបាទហើយវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេបាយបាយ